ហ៊ានវាខ្ញុំផងខ្ញុំជាគូដណ្ដឹងរបស់អ្នកធ្វើបែបនេះជាមួយខ្ញុំនេះជាការហួសចិត្ត តើអ្នកគិតថាអ្នកជាគូដណ្ដឹងបែបណាគ្រាន់តែខួរក្បាលពេញកាក់សំណល់ពណ៌លឿង បិទមាត់ បងស្រីតើអ្នកបែបនេះនៅទីសាធារណៈដោយរបៀបណាវាអាម៉ាស់ពេកសម្រាប់គ្រួសារសិនរបស់យើងហេតុអ្វីបានជាអ្នកមិនសុំទោសលោកពូយ៉ាងឆាប់រហ័សខ្ញុំមិនបានធ្វើអ្វីខុសទេហេតុអ្វីខ្ញុំគួរសុំទោសអ្នក ទាំងអស់បានដេកហេតុអ្វីបានជាអ្នកធ្វើពុតជាគ្មានកំហុសជាមួយខ្ញុំ អ្នកឈួតខ្ញុំមិនសាំនឹងអ្នកតតែសោះ មកប្រុសមើលចុះស្ត្រីនៅក្នុងរូបថតនេះតើនាងជាសិនតាំងមែនទេសង្ឃឹមថានាងនឹងចូលចិត្តអំណោយនេះមិនល្អទេលោកហ្វូនៅឯពិធីជប់លៀងរបស់សិនជាងគូបានប្រកាសកញ្ញាសិនតាំងដំណឹងភ្ជាប់ពាក្យជាមួយគូជាងទៅកញ្ញាសិនសុកចិត្តស្លាប់ជាជាងយល់ព្រមឥឡូវនេះនៅឯពិធីជប់លៀងវាញញ៉ៃហើយខ្ញុំដឹងហើយពេលណាទៅដល់10នាទីទៀតទៅដល់ក្នុងរយៈពេល5នាទីបាទស្ត្រីនៅក្នុងរូបថតនេះតើនាងជាសិនតាំងមែនទេ សិនតាំងនេះមានសន្តិភាពណាស់អ្នកប្រញាប់រៀបការជាមួយនាងរូបភាពកាត់តខ្ញុំមិនសាំជាមួយគាត់ទេអ្នកជេរខ្ញុំយ៉ាងនេះព្រះអង្គម្ចាស់នៃគ្រួសារហ្វូគាត់នឹងមិនអោយអ្នកទៅទេត្រូវហើយបងស្រីអ្នកមិនបាននិយាយថាអ្នកចង់តើព្រះអង្គម្ចាស់នៅឯណាស្ទះចរាចរណ៍នៅលើដងផ្លូវគាត់នឹងមកដល់យឺតបន្តិចលេខមិនល្អបែបនេះអ្នកក៏អាចរកវាបានដែរប្រសិនបើព្រះអង្គម្ចាស់ស្គាល់អ្នកគាត់គួរតែមកជាយូរមកហើយអ្វីដែលខ្ញុំនិយាយគឺជាការពិតព្រះអង្គម្ចាស់នៃគ្រួសារហ្វូពិតជាសង្សារខ្ញុំមែនព្រះអង្គម្ចាស់ជាគ្រួសារកម្ពុជាអ្នកមាននៅដាសៀមនុស្សនៅក្នុងអំណាចកាន់អំណាចដ៏ធំសម្បើមវាអាស្រ័យលើអ្នកតើវាអាចចាប់ភ្នែករបស់គាត់ដោយរបៀបណាតាំងសូមជប់ប្រឆាំងទៀតទៅគ្រាន់តែស្ដាប់បង្គាប់ខ្ញុំនោះខ្ញុំនឹងទទួលវាមកសូមឲ្យប្តីរបស់អ្នកស្រឡាញ់អ្នកនេះគឺតើគ្រួសារសិនរបស់អ្នកមានអាកប្បកិរិយាបែបណាតើអ្នកនឹងបន្តបោកប្រាស់ដល់ពេលណាហេតុអ្វីបានជាអ្នកធ្វើបែបនេះដាក់ខ្ញុំជាកូនស្រីបង្កើតរបស់អ្នកដោយសារតែអ្នកគឺជាកូនស្រីបង្កើតរបស់ខ្ញុំនោះហើយជាមូលហេតុដែលអ្នកត្រូវតែរៀបការជាមួយលោកគូគ្រួសារសិនរបស់ខ្ញុំមានសម្លៀកបំពាក់និងអាហារឆ្ងាញ់ៗខ្ញុំបានចិញ្ចឹមអ្នកអស់រយៈពេលជាច្រើនឆ្នាំដល់ពេលត្រូវសងវិញហើយសូមអភ័យទោសលោកគូនេះគឺដោយសារតែខ្ញុំអារម្មណ៍នេះគឺសាហាវបន្តិចខ្ញុំនៅតែត្រូវការអ្នកការបណ្ដុះបណ្ដាលជាច្រើនសិនជាងគូតើអ្នកឈួតទេខ្ញុំគ្រាន់តែចូលចិត្តមនុស្សក្តៅជិះសេះលេងដៃវាកាន់តែសប្បាយនៅពេលដែលវាងវៃតើអ្នកមិនចូលចិត្តធ្វើពុតជាគ្មានកំហុសទេខ្ញុំចង់ឃើញតើអ្នកនឹងធ្វើពុតយ៉ាងដូចម្ដេចមាននរណាម្នាក់មកសង្កត់នាងឲ្យខ្ញុំអនុញ្ញាតឲ្យខ្ញុំទៅបងស្រីឈប់ប្រកែកទៀតទៅអ្នកបានកើតមកគ្រាន់តែធ្វើជាថ្មជំហានសម្រាប់ខ្ញុំនេះគឺជាជីវិតរបស់អ្នកតើអ្នកចង់ធ្វើអ្វីទុកឲ្យខ្ញុំទៅអ្នកល្ងងកុំប៉ះខ្ញុំសិនជាងគូខ្ញុំស្អប់អ្នកកុំប៉ះខ្ញុំអនុញ្ញាតឲ្យខ្ញុំទៅអនុញ្ញាតឲ្យខ្ញុំទៅព្រះអង្គម្ចាស់នៃគ្រួសារហ្វូបានមកដល់ហើយចាំមើលអ្នកណាហ៊ានប៉ះនាង